កាលពី3ឆ្នាំមុនខ្ញុំជាវិស្វករហើយខ្ញុំធ្វើការនៅ project លេខ5នៅពេលដែលខ្ញុំចាប់ផ្ដើមចេញមកស៊ីយ៉ាខ្ញុំកំពុងតែសប្បាយចិត្តជាមួយនឹងអាជីវកម្មរបស់ខ្ញុំជាមួយរបរដែលខ្ញុំរកប៉ុន្តែសួរថាតើខ្ញុំស្អប់អាជីពរបស់ខ្ញុំអត់ខ្ញុំធុញទ្រាន់មកអាជីពរបស់ខ្ញុំអត់ក៏ប៉ុន្តែអាជីពជាវិស្វកររបស់ខ្ញុំសួរថាខ្ញុំស្អប់វាខ្ញុំអត់ស្អប់វាខ្ញុំស្រឡាញ់វាអាជីពរបស់ខ្ញុំស្រឡាញ់ប៉ុន្តែមូលហេតុដែលធ្វើឲ្យខ្ញុំចេញមកស៊ីជាមួយនឹងសុខភាពមួយរូបរាងមួយអីចឹងខ្ញុំលក់អាហារូបត្ថម្ភអ្នកនរគ្នាហ្នឹងហើយដោយសារតែខ្ញុំមានអារម្មណ៍ថាបើខ្ញុំធ្វើការឲ្យគេ10ឆ្នាំទៀត15ឆ្នាំទៀតឬ20ឆ្នាំទៀតខ្ញុំគិតថាជាអីដែលខ្ញុំចង់បានជាគេហៅជា dream របស់យើងហើយយើងចង់បានជីវិតរស់នៅមួយដែលប្រសើរចង់បានផ្ទះល្អចង់បានឡានល្អអីដូចគេខ្ញុំមានអារម្មណ៍ថាវានៅឆ្ងាយពីខ្ញុំហ្នឹងមែនទែនអញ្ចឹងខ្ញុំគិតថាអូមានតែរឿងមួយរឿងចេញរកស៊ីប៉ុន្តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរកស៊ីពេលនោះណានៅពេល3ឆ្នាំជាងមុននៅពេលដែលខ្ញុំគិតដល់រឿងរកស៊ីត្រូវការលុយច្រើនត្រូវការដើមទុនច្រើនអញ្ចឹងខ្ញុំពិតជាពិបាកនៅក្នុងការចាប់ផ្ដើមប៉ុន្តែខ្ញុំបានស្គាល់ឱកាសសុខភាពមួយនេះតាមរយៈគ្រួសាររបស់ខ្ញុំអ្នកទាំងអស់គ្នាអត់មានអ្នកគេណែនាំខ្ញុំទេគ្រួសារខ្ញុំបានណែនាំអាជីវកម្មមួយនេះមកកាន់ខ្ញុំហើយខ្ញុំទទួលអារម្មណ៍មួយថាអាជីវកម្មមួយនេះខ្ញុំអាចមានពេលវេលាថែទាំខ្លួនឯងហើយខ្ញុំអាចមានពេលវេលាជួយអ្នកដទៃហើយខ្ញុំមានពេលវេលាសម្រាប់គ្រួសាររបស់ខ្ញុំហើយខ្ញុំមានពេលវេលាដើម្បីអភិវឌ្ឍខ្លួនច្រើនចុះខ្ញុំគិតថាដំណើរមួយនេះតែខ្ញុំគិតអត់ខុសដើម្បីឲ្យខ្ញុំកំពុងតែធ្វើគឺជាមួយដែលត្រឹមត្រូវពេលខ្លះមិនមែនមានន័យថាខ្ញុំបោះបង់អាជីពរបស់ខ្ញុំបរាជ័យមិនមែនមានន័យអញ្ចឹងទេពេលខ្លះវាជាកម្មចដាវាជាដំណើរការនៃជីវិតរបស់យើងម្នាក់ៗដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកលេខអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាដែលកំពុងតែមានការងារហើយចង់រកស៊ីខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំគិតច្រើនបើសិនជាអ្នកទាំងអស់គ្នាឃើញថាវាជាឱកាសអ្នកទាំងអស់គ្នាទៅ